ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះគឺជា vlog ថ្មីផងដែរបង្ហាញអំពីពេលព្រឹកហាត់ធ្វើអីចឹងណាហើយថ្ងៃនេះគឺបានសម្លម្ជូរបងប្អូនទាំងអស់គ្នានេះគ្រឿងសម្រាប់ស្លម្ជូររបស់យើងមានតកួនមានដូចជារំដេងហើយនិងម្ទេសហើយនិងម្ទេសឆ្អើរផងដែរអញ្ចឹងទៅទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាទៅតកួននេះល្អមែនតើបងប្អូនទាំងអស់គ្នាគឺថាផ្សេងរហូតតែម្ដងនេះគឺជាម្ទេសឆ្អើររបស់យើងហើយនេះគឺជារំដេងអញ្ចឹងខ្ញុំយកវាដាក់ក្នុងកន្ថំដើម្បីយកទៅលាងទឹកស្អាតអញ្ចឹងទៅបន្ទាប់ពីយើងលាងបន្លែលាងអីហើយក៏ខ្ញុំចាប់ផ្ដើមធ្វើការចាត់តកួនរបស់យើងអញ្ចឹងទៅគឺហាន់វាជាតូចៗបងប្អូនទាំងគ្នាយើងអាចដាក់វែងអញ្ចឹងទេយើងដាក់វាតូចៗឥឡូវខ្ញុំចាប់ផ្ដើមធ្វើការតម្រៀបតកួនហើយកាត់គោវាចេញសិនព្រោះអាកន្លែងគោវាហ្នឹងគឺយើងអត់យកទេយើងយកកាត់វាចេញតិចហើយបន្ទាប់មកបានខ្ញុំធ្វើការកាត់វាបន្តទៀតអញ្ចឹងបងប្អូនទាំងគ្នាហើយស្លម្ជូរគ្រឿងរបស់យើងគឺយើងដាក់ជាមួយបន្លែតកួនបានឆ្ងាញ់ដាក់ជាមួយបន្លែឃ្លោកបន្លែត្រឡាចអីក៏បានដែរគឺស្លបានដូចតែគ្នានឹងឲ្យតែនេះឲ្យតែយើងចង់ដាក់អញ្ចឹងបងប្អូនទាំងគ្នាឥឡូវខ្ញុំចាប់ផ្ដើមធ្វើការកាត់តកួនយើងហើយនេះវាច្រើនដែរមួយដៃហ្នឹងហើយនិយាយពីថាខ្ចីលហកតែម្ដងបងប្អូនហើយបើសិនជាបានយកទៅ frost ចុចជាមួយទឹកគ្រឿងក៏ឆ្ងាញ់ដែរតកួនបែបហ្នឹងណាព្រោះដល់ខែនេះខែភ្លៀងហើយចង់គេដាំនៅតាមបឹងឬតាមបួអញ្ចឹងទៅវាលាស់ខ្ចីតែម្ដងព្រោះបានទឹកគ្រប់គ្រាន់ហើយគាត់ទៅហាន់ទៅលឺជ្រិចតែម្ដងបន្ទាប់ពីខ្ញុំហាន់តកួនបានរួចរាល់ហើយខ្ញុំក៏យកវាដាក់នៅក្នុងកន្ធុនមួយអន្លែងអញ្ចឹងទៅហើយគ្រឿងផ្សំរបស់យើងក៏ដូចបានបង្ហាញនៅខាងដើមវីដេអូបងប្អូនគឺងាយទេស្លម្ជូរគ្រឿងគាត់ថាវារៀងយូរបន្តិចយូរនៅពេលដែលយើងបុកគ្រឿងបុកអីព្រោះគ្រឿងផ្សំវាក៏ច្រើនដែរហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់រំដេងរបស់យើងរំដេងនេះនៅក្រៅផ្ទះក៏មានប៉ុន្តែទិញបន្លែគេអញ្ចឹងទៅគេឲ្យអញ្ចឹងខ្ញុំទៅជីករបស់ខ្លួនឯងខ្ញុំហាន់រំដេងបែបនេះគឺដើម្បីយកទៅបុកជាមួយនឹងគល់ស្លឹកគ្រៃជាមួយម្ទេសនិងម្ទេសប្លោកបងប្អូនទាំងអស់គ្នាគឺថាស្លម្ជូរគ្រឿងគឺហត់តាធ្វើគ្រឿងកប៉ិកប៉ុកនឹងតាព្រោះវាសាំញ៉ាំកកោក៏ដែរបងប្អូនស្លកកោក៏គ្រឿងច្រើនសាំញ៉ាំដែរពីរមុខនឹងបន្ទាប់ពីខ្ញុំហាន់ជាមួយនឹងហាន់ជាមួយរំដេងបន្ទាប់មកក៏ចាប់ដើមហាន់ជាមួយនឹងគល់ស្លឹកគ្រៃទៀតគល់ស្លឹកគ្រៃនេះគឺដើមគល់ស្លឹកគ្រៃដែលដាំខ្លួនឯងបងប្អូននិយាយពីថាលាស់ខ្ចីខ្ចីគឺថាវាត្រូវទឹកភ្លៀងបន្ទាប់ពីខ្ញុំហាន់គល់ស្លឹកគ្រៃហាន់អីហើយខ្ញុំរៀបវាដាក់ក្នុងចានមួយអន្លែងបន្ទាប់មកខ្ញុំចាប់ដើមយកម្ទេសឆ្អើរដែលត្រាំទឹកនិងលាងទឹកឲ្យស្អាតមកយកមកចិញ្ច្រាំវាបងប្អូនទាំងគ្នាហើយកន្លែងនេះដែរឡើងកើកាមេរ៉ាតែម្ដងព្រោះអីខ្ញុំដាក់កាមេរ៉ាទៅនឹងខ្ញុំថតទៅនឹងហើយខ្ញុំចិញ្ច្រាំជាមួយនឹងម្ទេសឆ្អើរអញ្ចឹងទៅវាឡើងកើបន្ទាប់មកខ្ញុំមានសាច់គោនេះដែរគឺយើងមានសល់តាំងពីពេលល្ងាចបងប្អូនទាំងគ្នាប៉ុន្តែដាក់ជាមួយនឹងទូទឹកកកទៅវាអីទេតោះមកខ្ញុំធ្វើការហាន់វាជាចំណិតតូចដើម្បីយកទៅ floor អញ្ចឹងទៅព្រោះតាដាក់ធំពេកក៏អត់កើតដែរបន្ទាប់ពីខ្ញុំហាន់សាច់ហាន់បន្លែអីចឹងហើយក៏ចាប់ដើមធ្វើការចិញ្ច្រាំប្រហុករបស់យើងប្រហុកធ្វើខ្លួនឯងបងប្អូនប្រហុកហើយបុកគ្រឿងបុកអីចឹងទៅតាមគោលដែលយើងធ្វើអញ្ចឹងណាប្រទេសពុកម៉ែបងតែបងអ្នកខ្លះគេពុកម៉ែបងប្អូនខ្លះគាត់ស្លម្ជូរគ្រឿងក៏អត់បុកគ្រឿងទេគាត់ដំគ្រឿងដាក់យកតែម្ដងតែខ្ញុំចង់បុកគ្រឿងអញ្ចឹងហើយក៏ចាប់ផ្ដើមបុកវាអញ្ចឹងទៅបន្ទាប់ពីបុកគ្រឿងរួចរាល់ហើយក៏យកវាដាក់នៅចានមួយអន្លែងទៅដើម្បីទៅស្លអញ្ចឹងណា
បន្ទាប់ពីដាក់គ្រឿងកោអីឡើងឈ្ងុយហើយខ្ញុំក៏ចាប់ផ្ដើមដាក់ផ្សំគ្រឿងជាមួយនឹងពីចេងស្ករហើយនឹងទឹកត្រីបន្តិចដែរបងប្អូនទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តអញ្ចឹងណានេះខ្ញុំចាប់ផ្ដើមធ្វើការចាក់ទឹកត្រីក៏ដូចជាស្ករសនិងប៊ីចេងបន្ទាប់មកដាក់ជាមួយនឹងបើមានត្រួយអំពិលដាក់ត្រួយអំពិលបើមានអំពិលទុំដាក់អំពិលទុំក៏បានដែរហើយខ្ញុំមានឈាមដែរមិញបងប្អូននេះឥឡូវខ្ញុំចាប់ផ្ដើមដាក់ឈាមយើងចូលហើយគឺឈាមគោដែរបន្ទាប់ពីដាក់ឈាមដាក់អីហើយធ្វើការដាក់ទឹករមាស់វាឲ្យពុះអញ្ចឹងឲ្យវាពុះអញ្ចឹងហើយបានខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងតកួនរបស់យើងចូលគឺថាអួយទៅនឹងមែនទេបងប្អូនឡើងស្រក់ទឹកមាត់តែម្ដងនេះហើយសម្លរបស់យើងក៏ចិត្តឆ្អិនដែរអូយឡើងទៅនឹងបងប្អូនអើយគឺថាស្លោខ្លួនឯងទៅសើខ្លួនឯងអញ្ចឹងណាឥឡូវនេះវីដេអូរបស់យើងក៏មកដល់ទីបញ្ចប់ដែរដូច្នេះបងប្អូនសូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណជម្រាបលាបាយបាយ